ក្រោយពី A+ ផុសពីក្មេងប្រុសម្នាក់ដែលលក់សាឡាត់នៅឯមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញណាUPP នៅកែងស្តុបហ្នឹងបានប្រហែលជា3ថ្ងៃមានខាង review អាហារគាត់បានចុះទៅដើម្បី review ក្មេងប្រុសម្នាក់នោះដែលលក់សាឡាត់ទើបតែដឹងថាក្មេងហ្នឹងគឺពីខាងស្វាយរៀងណាដែលគេជានិស្សិតឆ្នាំទី1ហើយមកលក់សាឡាត់នៅតាមចាមផ្លូវនឹងឯងតែផ្លូវផុសទៅមានអ្នកចុច like រហូតដល់ទៅ 15k អ្នក share ដូចជា 3k ដែរហើយមានអ្នកចូល comment ច្រើនគាំទ្រព្រោះហេតុផលដែលចង់ឲ្យគេគាំទ្រដែលមានអ្នក like ច្រើន 15k វាច្រើនណាស់សម្រាប់ខ្ញុំបាទផុសលក់នំខ្លួនឯងបានប៉ុណ្ណឹងផងតែអត់និយាយរឿងខ្លួនឯងព្រោះខ្លួនឯងព្រោះខ្ញុំមានឱកាសច្រើនជាងក្មេងហ្នឹងតែគេតស៊ូបង្កើតមុខរបរខ្លួនឯងមកអង្គុយលក់នៅតាមចាមផ្លូវបើខ្ញុំបាទវិញថាជាពិបាកនៅក្នុងការធ្វើព្រោះមនុស្ស introvert អត់សូវចូលចិត្តជួបគេឯងច្រើនទេហើយកិច្ចច្រើនណាទៅមិនសូវចង់ចេញយកមុខយកមាត់ចេញមុខចេញមាត់នៅរបៀបអញ្ចឹងទេតែគេក្លាហានគេមកលក់សាឡាត់នៅតាមចាមផ្លូវទើបចង់គាំទ្រចង់ឲ្យមានការចូលរួមជួយគេបងប្អូនដឹងអត់ទេថាការចូលរួមទិញម្នាក់ម្ដុំរាល់ថ្ងៃធ្វើឲ្យគេមានដើមទុនដើម្បីចិញ្ចឹមជីវិតហើយនឹងបន្តការសិក្សាបន្តទៅទៀតជាជាងដែលក្មេងដទៃគេលុយឆាយគេមានឱកាសដោយសារលុយពីឪពុកម្ដាយរបស់គេតែក្មេងដទៃទៀតដូចជាប្អូនប្រុសហ្នឹងគាត់អត់មានឱកាសទេអញ្ចឹងគាត់ត្រូវបង្កើតមុខរបររបស់ខ្លួនឯងរកលុយដល់ខ្លួនឯងដើម្បីចិញ្ចឹមជីវិតបើគេមើលទៅគឺជារឿងរ៉ាវដ៏ល្អមែនទែនដែលគេអាចតស៊ូដើម្បីឲ្យស្គាល់តម្លៃរបស់លុយថាលុយវាពិបាករកប៉ុណ្ណាលុយដែលយើងបានមកកាក់ម៉ាស៊ីនវាពិបាករកប៉ុណ្ណាឲ្យគេតស៊ូខ្លួនឯងទៅប្រាប់ទៅឪពុកម្ដាយដែលគាត់មានកូនយើងព្យាយាមតម្រើសកូនច្រើនពេកក៏អត់កើតដែរឲ្យគេប្រឡូកនៅក្នុងការពិបាកឲ្យគេស្គាល់អំពីរសជាតិនៃការតស៊ូទើបគេមានឱកាសអាចនឹងក្រោកឈរឡើងបានដោយខ្លួនឯងយើងមានលុយទិញឡានឲ្យគេយើងមានលុយឲ្យគេទៅរៀនយើងមានលុយឲ្យគេគ្រប់យ៉ាងទាំងអស់ប៉ុន្តែយើងភ្លេចឲ្យភាពតស៊ូទៅគេដើម្បីឲ្យគេអាចក្រោកឈរឡើងដោយខ្លួនឯងនៅពេលដែលគ្មានយើងគ្មានឪពុកម្ដាយនឹងគឺអីដែលចង់ឲ្យធ្វើហើយ Apple ចូលចិត្តឃើញមនុស្សតស៊ូរបៀបអញ្ចឹងព្រោះខ្លួនឯងវាអត់មានឱកាសបានចេញទៅប្រឡូកនៅក្នុងសង្គមពិបាកដូចគេទេដូចគេអញ្ចឹងថាមនុស្សដែលអៀនច្រើនមនុស្សដែលខ្លាចច្រើនហើយទើបចង់ឲ្យជួយក្មេងៗទាំងអស់ហ្នឹងឲ្យគេមានឱកាសហ្នឹងគឺការចាប់ផ្ដើមអ្វីគ្រប់យ៉ាងវាការចាប់ផ្ដើមពីទូទៅបើយើងហក់ភ្លាមទៅបើកហាងធំតែម្ដងតើយើងមានលុយដើម្បីទប់តែគេអត់ទេគេមានប្រមាណគេធ្វើប៉ុណ្ណឹងមានតុកមួយជិះម៉ូតូអាកូនទាមកពីស្វាយរៀងណាមកលក់សាឡាត់នៅដល់ភ្នំពេញយើងគិតមើលថាការតស៊ូរបស់គេមិនដែរណាក្មេងៗទាំងឡាយរៀនបង្កើតអាជីពបង្កើតការងារដោយខ្លួនឯងបើជោគជ័យល្អបើបរាជ័យទៅវាជាបទពិសោធន៍ណាអាហ្នឹងគឺគ្រប់ត្រហើយចង់ផ្ដាំទៅ influencer ឬក៏អ្នក review អាហារទាំងអស់ជួយរុញច្រានគេផងឲ្យលោកមិនបាច់ទៅជួយទិញក៏បានប៉ុន្តែទៅជួយ review នៅម្ហូបរបស់គេនៅអាហាររបស់គេតែបើភ្លក់តែល្អដើម្បីឲ្យដឹងរសជាតិហ្នឹងយ៉ាងម៉េចដែរគេកែខៃយ៉ាងម៉េចឲ្យកំណត់ឲ្យរបបមានគេអីចឹងទៅមានក្មេងជាច្រើនចាប់ផ្ដើមអាជីពពីអាទូចហ្នឹងទៅណារៀនបដាធ្វើការបដារកស៊ីបដាមាន1ម៉ោងលក់1ម៉ោងមាន2ម៉ោងលក់2ម៉ោងមាន3ម៉ោងលក់3ម៉ោងហ្នឹងគឺអីដែលចង់ឲ្យក្មេងៗរបស់យើងគេមានឱកាសអាចនឹងហក់លោតចូលទៅក្នុងការរកស៊ីខុសតាណាកែហើយកែបានហើយតែពេលដែលគំនិតរបស់គេចាប់ផ្ដើមផុសនៅអាការរកស៊ីទាំងអស់ហ្នឹងហើយ
គេចេះតែមានកំណត់តទៀតហើយឲ្យតែការតស៊ូរបស់គេនៅជាប់គឺកុំបាក់ទឹកចិត្តហើយកុំបែកឆ្វេងចាំបានន័យថាម៉េចកុំបែកដូចឆ្វេងដូចអេផ្លាលក់បានចំណេញពេលខ្លះឃើញអានេះអត់បានឃើញអានោះអត់បានទេទិញយកមកឲ្យទូរស័ព្ទបើទូរស័ព្ទអត់ទេជួយពីច្រើនកុំព្យូទ័រហើយនឹងអានឹងសំខាន់ដែលផ្លូវចូលចិត្តកាត់សលេងកាត់អីអញ្ចឹងណាបើទូរស័ព្ទងាយដូរទេ4ឆ្នាំមិនតដូរម្ដងផងតែបើ laptop វាអាចដែរវាអាចដូរព្រោះដោយសារជួនកាលវាដាក់ស្ពឹកមានលុយក្នុងដៃវាដាក់ស្ពឹកមកតែវាលុយរបស់យើងអញ្ចឹងបើយើងចង់បានអានឹងបានទូរស័ព្ទនឹងប្រើឬក៏បាន laptop ចង់បាន laptop នឹងប្រើខំប្រឹងរកស៊ីទៅយកលុយនឹងដើម្បីទៅបវល់ទិញអានឹងយកមកប្រើឃើញអត់ទេវាចំណេញបើយើងលាកដៃពីឪពុកដែលយកលុយពីឪពុកម្ដាយពេលខ្លះក៏អូខេគាត់មានក៏យកទៅចាំប្រកបអត់អញ្ចឹងអាចាយលុយខ្លួនឯងនេះសប្បាយតែមិនមានន័យថាចាយឲ្យអស់ពីខ្លួនទេណាអត់ទេតែផ្លាស់ស្គាល់រសជាតិនៃការអស់ពីខ្លួនមកបើកូវីដណាគេក៏ពិបាកនឹងគឺអីដែលចង់ប្រាប់តស៊ូទៅក្មេងៗណាគាំទ្រលើកទឹកចិត្តឲ្យធ្វើហើយឃើញយកទៅแชร์ឡើងហើយណាមិនមែនន័យថារបស់ខ្លួនឯងមិន share ទេអត់ទេណាឃើញអ្នកចូលរួមច្រើនណាតែផ្លូវផុសនំបាន4-10 20 like ហ្នឹងដល់ពេលនំខ្លួនឯងណាហាងកាហ្វេខ្លួនឯងណាដល់តែពេលដែលផុសក្មេងប្រុសហ្នឹងអ្នកចូល like share ហ្នឹងឡើងច្រើន 5-10k អីចឹងទៅឃើញអត់ទេតែសួរចំណែកហ្នឹងអត់ទេសប្បាយចិត្តទៅវិញទេណាសប្បាយចិត្តទៅវិញទេដែលមានការចូលរួមដើម្បីលើកទឹកចិត្តក្មេងម្នាក់ហ្នឹងឲ្យគេតស៊ូតទៅទៀតធ្វើបន្តទៀតដើម្បីឱកាសដើម្បីឲ្យគេមានឱកាសមានលុយដើម្បីរៀនតទៅទៀតហើយនឹងបន្តអាជីពមុខរបររបស់គេបន្តទៅទៀតពង្រីករបស់ទៅបន្តទៀតតែកុំលោភណាមួយកុំបខំកុំគិតថាយើងគេស្គាល់ច្រើនហ្នឹងក៏ចាប់បានបរិច្សាខាទៅពេលខ្លះអាដំបងគេគ្រប់គ្រងយើងច្រើនប៉ុន្តែដល់ពេលដែលយើងចាប់ដើមបរិច្សាខាធ្លាក់ទឹកដៃរសជាតិក៏ដូរអញ្ចឹងក៏វាពិបាកដែរណាអូខេអរគុណ